ដរាបណាការគ្រប់គ្រងតាមមេគាដ៏ត្រឹមត្រូវសមស្របតាមគោលការណ៍នៃការគ្រប់គ្រងពលគឺគ្មានការបំផ្លិចបំផ្លាញឬការវាយប្រហារទើបមានសេចក្តីសុខកុំថ្កើងរុងរឿងដំណាលខ្លីថាស្ដេចនៃនគរមគធៈចង់វាយប្រហារនគរវិជ្ជីមានបេសកជនរបស់ស្ដេចនគរមគធៈទូស៊ូព្រះពុទ្ធបរមគ្រូព្រះពុទ្ធទ្រង់ត្រាស់ថាមេគាដ៏ល្អសម្រាប់គ្រប់គ្រងប្រទេសគឺការចុះសម្រុងគ្នាដោយអនុវត្តគោលការណ៍ប្រជាធិបតេយ្យអភិបាលកិច្ចល្អគោរពច្បាប់សាសនាប្រពៃណីនិងចាស់ព្រឹទ្ធាចារ្យគោលការណ៍ធម៌សម្រាប់គ្រប់គ្រងទី1បរិយ័តរៀនសូត្រសពទស្សនវិជ្ជាទ្រឹស្ដីដើម្បីកសាងលោកទី2បដិបត្តិអនុវត្តជាឬទស្សនៈទ្រឹស្ដីឲ្យចេញជារូបរាងឡើងទី3បដិវេធៈគឺការវេតម្លៃលើការអនុវត្តតាមវិជ្ជាឬទស្សនៈនិងទ្រឹស្ដីអវត្តសម្រាប់គ្រប់គ្រងទី1សព្បបាកាសៈអករណាហាមមិនឲ្យធ្វើអំពើអាក្រក់ទាំងឡាយទាំងពួងដោយកាយទុច្ចរិតក្តីវិជ័យទុច្ចរិតក្តីនិងមនោទុច្ចរិតក្តីទី2កុសលសោបសម្បទាគឺប្រដៅអប់រំឲ្យមនុស្សប្រព្រឹត្តអំពើល្អដោយកាយវាចានិងចិត្តទី3សច្ចតបរិយោតបណੰប្រដៅអប់រំមនុស្សឲ្យជំរះចិត្តចាកលោភៈទោសៈមោហៈនិងសេចក្តីចង់បានមិនចេះឈប់មិនចេះហើយ